Okay. សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះយីសៀលីអញ្ចឹងថ្ងៃនេះខ្ញុំមកនិយាយអំពី20 basic comment នៅលើ Linux ដែលយើងអាចធ្វើការ comment នៅក្នុង Linux របស់យើងបានអញ្ចឹងកុំឲ្យខាតពេលយូរគឺយើងចូលទៅហ្មងទៅគឺទី1ពាក់ព័ន្ធជាមួយនឹង PWED ដែលអ្នកទាំងអស់គ្នាវាយហើយវានឹង show directory ដែលយើងកំពុងតែនៅអញ្ចឹងតកតងជាមួយ directory របស់យើងឥឡូវនេះគឺយើងកំពុងនៅលើ home slash យីសៀលីគឺឈ្មោះខ្ញុំហើយដើម្បីយើងចង់ដឹងថាអូខេនៅក្នុងdirectory របស់យើងហ្នឹងវាមាន file អីគេខ្លះយើងអាចប្រើ command list ls ដែលវាអាចនិយាយបានថា list អញ្ចឹងយើងគ្រាន់តែវាយមកគឺនឹងចេញfolder មួយចំនួនដែលវាមាននៅក្នុងdirectory ECLI ហ្នឹងអញ្ចឹងដើម្បីមួយទៀតគឺនៅពេលដែលយើងចេញ list ហ្នឹងហើយគឺយើងចង់ចូលទៅកាន់folder ណាមួយនៅក្នុង list ទាំងអស់ហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ចូលទៅក្នុងfolder របស់ desktop អញ្ចឹងយើងគ្រាន់តែប្រើពាក្យ command cd desktop អញ្ចឹងវានឹងចូលទៅកាន់folder ហ្នឹងហើយនេះដែលវាមានចេញមកអញ្ចឹងគឺមានន័យថាចូលទៅកាន់ folder ហ្នឹងអញ្ចឹងនៅពេលដែលយើងចូលហើយយើងចង់ចេញមកវិញយើងត្រូវធ្វើម៉េចអញ្ចឹងបើសិនជាយើងចង់ចេញក៏វាយ cd ដដែលប៉ុន្តែដាក់ពាក្យចុចអានេះវាចេញមកវិញហើយអូខេអញ្ចឹងខ្ញុំនឹងចូលទៅ desktop វិញអឺមួយទៀតនៅពេលដែលយើងចេះចូលទៅក្នុង desktop ហ្នឹងហើយឧទាហរណ៍ថាយើងចង់បង្កើតtext file មួយថាយើងចង់បង្កើត text file នៅក្នុង folder យើងត្រូវធ្វើម៉េចអញ្ចឹងដើម្បីបង្កើត text file យើងគ្រាន់តែប្រើពាក្យ touch មកហើយយើងវាយពាក្យឈ្មោះtext file របស់យើងដាក់ឧទាហរណ៍ដាក់ test.txt មកអូខេឃើញវា show នៅកន្លែង desktop របស់យើងអត់នេះអញ្ចឹងវាជា text file ដែលយើងបង្កើតមកនៅក្នុង comment អញ្ចឹងយើងបាន text file ហើយមួយទៀតយើងបើកម៉ាស៊ីនមក text file ហ្នឹងវាមានអីគេអត់មានអីទេអញ្ចឹងដើម្បីឲ្យ text file ហ្នឹងមានអក្សរនៅខាងក្នុង text file ហ្នឹងយើងត្រូវធ្វើម៉េចអញ្ចឹងយើងអាចធ្វើការ comment ពាក្យ echo ហើយយើងបើករូបក្បៀសហ្នឹងមកហើយយើងវាយពាក្យអក្សរអីក៏បានដែរខ្ញុំឧទាហរណ៍ hello world បិទមកវិញហើយរួចហើយគឺយើងដាក់បើកអឺបើកគ្នាបធំហ្នឹងមកហើយយើងដាក់ថាhello world ហ្នឹងយើងចង់ឲ្យវាទៅសរសេរនៅក្នុងណាអញ្ចឹងមកវិញតេ.txt មកអាចអូខេអញ្ចឹងអក្សរទាំងអស់ហ្នឹងគឺវានឹងទៅក្នុងtext test.txt ហ្នឹងហើយអញ្ចឹងដើម្បីឲ្យយើង show ថាវាពិតជាមាននៅក្នុងនឹងមែនគឺយើងអាចប្រើពាក្យ comment មួយគឺ cat ហើយយើងវាយឈ្មោះ text file របស់យើងមកនេះ hello world ដែលយើងបានសរសេរនៅខាងលើនេះដើម្បីវាដាក់ទៅក្នុង text file ហ្នឹងអញ្ចឹងដើម្បីឲ្យប្រកាសគឺយើងបើក text file ហ្នឹងមកមើលហ្មងទៅនេះគេមាននេះអូខេ comment បន្ទាប់គឺ comment តាក់ទងជាមួយនឹង remove text file ណាអញ្ចឹងបើយើងចង់ remove text file យើងគ្រាន់តែប្រើពាក្យ rm រួចហើយយើងវាយពាក្យ test.txt អញ្ចឹងវាធ្វើការ remove ឯឃើញទេអញ្ចឹងខ្ញុំត្រូវការបង្កើតវាមួយសិនហើយខ្ញុំទាញវាចូលក្នុងtesting អញ្ចឹងយើងមាន testing folder មួយអូខេខ្ញុំភ្លេចប្រាប់ក្នុងការបង្កើត folder អញ្ចឹងខ្ញុំនឹងប្រាប់ការវិធី say comment ដើម្បីបង្កើត folder directory នឹងមួយបានគឺដើម្បីសរសេរបង្កើត directory ហ្នឹងគឺយើងអាចប្រើពាក្យ mkdir ហើយយើងវាយពាក្យfolder ឈ្មោះ folder ដែលយើងចង់ដាក់គឺឧទាហរណ៍ថា test វានឹងចេញ folder មួយអញ្ចឹងដើម្បីចូលទៅក្នុង folder នេះយើងប្រើ cd មកហើយវាយពាក្យ test អញ្ចឹងវានឹងចូល folder ហ្នឹងហើយយើងអាចធ្វើការបង្កើត text file ក្នុងនោះមួយទៅអឺ type test.txt អញ្ចឹងនៅក្នុង folder ហ្នឹងវានឹងមាន test នៅក្នុងហ្នឹងនៅក្នុងនេះក៏យើងអាច comment មើលឃើញដែរយើងវាយពាក្យ ls មក
ឃើញពាក្យ test.txt ហើយហើយបន្ទាប់មកទៀតយើងចង់ remove ឧទាហរណ៍ថាយើងចង់ remove test នឹងចេញយើងអត់ត្រូវការវាទៀតទេអញ្ចឹងបើសិនជាយើងប្រើ om ដក test ខ្ញុំគិតថាវាអត់ដើរទេអត់ដើរទេឃើញទេដោយសារតែនៅខាងក្នុង test folder ហ្នឹងគឺវាមាន folder test.txt អញ្ចឹងដើម្បីវា remove វាបានយើងអាចប្រើ omdir ហើយ replace test អូ omdir ក៏ដើរដែរអានេះគឺសម្រាប់តែយើង delete folder ធម្មតាទេចឹងឧទាហរណ៍ថាយើងអត់មាន file នេះទេយើង delete ឧទាហរណ៍ថាយើងចង់ delete folder test string យើងអាចធ្វើការពាក្យ omdir អូអត់បានទេអញ្ចឹងមានតែយើងប្រើពាក្យ om ដក o ហើយយើងអាចវាយឈ្មោះដែលយើងចង់ delete អញ្ចឹងនេះនៅក្នុង test នេះអាមិញគឺOMDAO នេះខ្ញុំលុបអត់ចេញគឺដោយសារតែទី1គឺយើងនៅក្នុង test វិញគឺខ្ញុំសរសេរខុសទេអញ្ចឹងដើម្បីយើង delete folder ដែលវាមានtest វាមាន folder វាមានfile ផ្សេងៗដែលវានៅក្នុង folder ហ្នឹងគឺយើងអាចប្រើពាក្យ om.o ហើយយើងវាយពាក្យ folder របស់យើងមកឬក៏ directory របស់យើងហ្នឹងមកចឹងវាយចឹងមកអូខ្ញុំច្រឡំចេញមកវិញសិនស្ដើមចឹងយើងគ្រាន់តែវាយពាក្យហ្នឹងស្ដើមមកនឹងទៅហើយទី1មិញគឺយើង delete អត់បានគឺពួកមិញយើងគឺនៅក្នុង folder test ចឹងអត់អីទេគឺអាហ្នឹងគឺយើងខំព្យុះខ្លួនឯងហើយអូខេអា test មួយទៀតតទៅជាមួយនឹង omdir test ចឹងអាហ្នឹងក៏យើងធ្វើការ delete បានដែរចឹងដោយសារយើងចង់ delete file testing យើងប្រើ omdir testing មកបាត់ហើយឃើញទេវា delete folder អូខេ command បន្ទាប់គឺខ្ញុំចង់បង្ហាញដល់អ្នកនរគ្នាគឺ who am I តើតើជាមួយ who am I នេះគឺយើងចង់ដឹងថាcurrent user របស់យើងហ្នឹងឈ្មោះអីអញ្ចឹងយើងគ្រាន់តែវាយពាក្យ who am I ហ្នឹងមកគឺនឹង show ឈ្មោះរបស់យើងហើយឃើញទេអញ្ចឹងដោយសារតែវាច្រើនពេកខ្ញុំចង់ clear វាចោលបន្តិចហើយcomment បន្ទាប់គឺខ្ញុំចង់បង្ហាញដល់អ្នកនរគ្នាគឺ hostname បង្ហាញនៅhostname របស់ desktop របស់យើងគឺhostname របស់ពួកយើងគឺ pop.os អញ្ចឹងដើម្បីអ្នកនរគ្នាចង់ឃើញ hostname គឺអ្នកនរគ្នាអាច search hostname បានហើយមួយទៀតដែលខ្ញុំចង់ show នោះគឺយើងចង់ show ថា disk current disk ដែលនៅក្នុងកុំព្យូទ័ររបស់យើងនឹងមានអីគេខ្លះហើយពាក្យ df.h ចឹងនេះគឺជា current disk ដែលបានប្រើប្រាស់នៅក្នុងOS របស់យើងហើយcomment បន្ទាប់គឺ show memory គឺយើងអាចវាយពាក្យ free.h នេះគឺជា current memory ដែលត្រូវបានប្រើប្រាស់និងនៅសល់អញ្ចឹងវាមាន4G ចឹងយើងប្រើប្រាស់បានប៉ុន្មានគឺនៅក្នុងទាំងអស់ហើយបន្ទាប់មកទៀតគឺ show ទៅលើគេហៅថា processing ដែលនៅក្នុង OS របស់យើងគឺវា processing អីគេខ្លះយើងអាចប្រើពាក្យ comment ថា top នេះគឺជា processing មួយចំនួនដែលវាកំពុងដំណើរការនៅក្នុង OS របស់យើងអញ្ចឹងនៅពេលដែលយើងចូលក្នុងនឹងហើយយើងអាច comment អីផ្សេងៗបានទេវាshow មកយើងចឹងរហូតតែយើងអាចធ្វើការចេញវាបានគឺដោយប្រើពាក្យថា control C អញ្ចឹងយើងចេញមកវិញហើយយើងអាចធ្វើការ comment បានអញ្ចឹងខ្ញុំសុំ clear ឆាវបន្តិចដើម្បីកុំឲ្យវាអញ្ញៃអញ្ចឹង comment ទី18គឺធ្វើការ test ping ឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានអ៊ីនធឺណិតអញ្ចឹងអ្នកទាំងអស់គ្នាចង់ test ping ថាអ៊ីនធឺណិតនេះគឺវាដើរមែនអត់អញ្ចឹងយើងគ្រាន់តែប្រើ test ping ហ្នឹងមកហើយដើម្បី comment ទៅកាន់ Google យើងប្រើ ping 8.8.8.8 4ដងវាយមក
ហើយបើសិនជាវាចេញអញ្ចឹងមានន័យថាអ៊ីនធឺណិតរបស់យើងគឺដំណើរការធម្មតាគឺអត់មានបញ្ហាអីទេជាងយើងប្រើ Ctrl C វិញមកវិញមកមួយទៀតបើសិនជាអ្នកនរគ្នាអត់ដឹងថាIP របស់ Google ឬក៏មិនឬក៏ IP ផ្សេងយើងអត់ដឹងថាយើងត្រូវវាយលេខប៉ុន្មាននេះប៉ុន្មានយើងអាចប្រើជាឈ្មោះ URL របស់វាហ្មងអញ្ចឹងយើងអាចវាយពាក្យថា ping www.google.com ឃើញទេវាចេញដូចគ្នាអញ្ចឹងអត់មានបញ្ហាអីទេមកវិញមកហើយ comment បន្ទាប់ដែលខ្ញុំចង់ show នៅទាំងអស់គ្នាគឺ IP address ដើម្បីហើយយើងប្រើ IP address ហ្នឹងដើម្បីអីគឺដើម្បី show ថា IP address របស់យើងហ្នឹងមានលេខមួយណាលេខប្រមាណអីចឹងណាសិនអ្នកនរគ្នាចង់ដឹងយើងប្រើពាក្យ IP ADDR ហើយcomment បន្ទាប់គឺ comment តកតងជាមួយនឹងការ update package របស់ Linux គឺយើងអាចប្រើពាក្យ comment sudo apps update អញ្ចឹងវានឹងចេញបែបនេះគឺដោយសារតែទៅពេលដែលយើងត្រូវការ update អីមួយនៅក្នុងLinux របស់យើងគឺវានឹងទាមទារ password root របស់យើងអញ្ចឹង password យើងវាយចូលមកអញ្ចឹងវាធ្វើការ update package មួយចំនួនដែលតម្រូវការនៅកាន់Linux របស់យើងគឺយើងចាំមក play សិនទៅបានអញ្ចឹងវាធ្វើការ update ហើយមួយទៀតគឺដើម្បីយើងចង់ដឹងថាអឺ package មួយណាខ្លះដែលយើងអាចធ្វើការ upgrade បានអញ្ចឹងយើងអាចវាយពាក្យដែលវា show នៅក្នុង comment នេះគឺវាដាក់មកហើយនេះយើងក៏ copy មក copy ឲ្យបាននេះយើងវាយ comment ទៅ add list upgradable អញ្ចឹងនេះគឺជា list មួយចំនួនដែលយើងអាចធ្វើការ install បានវាច្រើនដែរអញ្ចឹងណាអញ្ចឹងដើម្បីធ្វើការ install យើងគ្រាន់តែវាយពាក្យ sudo apt install ឬក៏ upgrade update អូខេអញ្ចឹងតាក់ទងជាមួយនឹងអឺអឺ20 comment របស់យើងសម្រាប់ធ្វើការshow អ្នកទាំងអស់គ្នាគឺវាមកដល់ទីបញ្ចប់ហើយជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះ